សូមចូលរឿងសាក់យ័ន្តមន្តអាគមកាលដើមឡើយប្រជាអ្នកភូមិតែងតែនិយមការសាក់យ័ន្តគឺជាការលម្អរាងកាយការពារខ្លួននិងអ្នកខ្លះសាក់ដើម្បីការស្រឡាញ់គ្រាមួយមានមិត្តភក្តិពីរនាក់ជាសម្លាញ់នឹងគ្នាបានទៅរកគ្រូសាក់ដើម្បីចាក់សាក់ឲ្យខ្លួនបន្ទាប់ពីចាក់សាក់ហើយអ្នកទាំងពីរក៏បានត្រឡប់មកផ្ទះវិញដោយមិនបានប្រាប់ឪពុករបស់ខ្លួនឡើយបើឯងខ្លាំងមែនយប់នេះយើងនឹងសាកល្បងឯងដងពេលមកដល់ផ្ទះកូនតើកូនត្រឡប់មកពីណាដែរនឹង បាទពុកខ្ញុំនឹងអាសនមកពីដើរលេងចុងភូមិនឹងណាពុក ប្រញាប់ទៅរកបាយទឹកឲ្យសម្រាប់ទៅអញ្ចឹង បាទពុក អ្នកទាំងពីរបានឡើងទៅលើផ្ទះបាត់ទៅយប់ឡើងមានសំឡេងស្រែកយ៉ាងខ្លាំងផ្ទះរបស់ពុកគីក៏ញ័រអស់ទាំងឪពុកទាំងកូនក៏នាំគ្នាចុះមកដល់ដីទាំងអស់គ្នាពុកតើមានរឿងអ្វីកើតឡើងហ្នឹងពុក ពុកក៏មិនដឹងថាមានរឿងអ្វីដែរឥឡូវនេះតែចាំមើលបន្តិចទៀតពួកឯងប្រុងប្រយ័ត្នផងណាពេលនោះឪពុកដឹងច្បាស់ថាពិតជាមានគេចង់សាកល្បងមន្តអាគមហើយតែគាត់ឆ្ងល់ថាតើអ្នកណាដែលជាអ្នកប្រើស័ព្ទមន្តអាគមទាំងអស់នេះមកព្រោះថាគាត់មិនដែលអួតអាងខ្លួនដែលជាអ្នកចេះមន្តអាគមអ្វីឡើយគង់តែគិតសត្វមន្តអាគមក៏រត់សំដៅទៅរកកូនគាត់ប្រងនឹងវាយប្រហារតែឪពុករបស់គាត់ដឹងខ្លួនទាន់ក៏ប្រើសត្វមន្តអាគមដែលជាសត្វគោមកទប់ទល់វិញការប្រយុទ្ធកាន់តែខ្លាំងរយៈពេលមួយសន្ទុះក្រោយមកឪពុកក៏ប្រើសត្វមន្តអាគមបន្ថែមទៀតដើម្បីអាចយកឈ្នះបន្ទាប់ពីសត្វមន្តអាគមទាំងអស់នោះបានបាត់ទៅឪពុកគាត់ក៏បន្តសួរទៅកូនថាតើកូនឯងមានបានធ្វើអ្វីកាលពីម្សិលមិញនោះ បាទពុកខ្ញុំនឹងអាសនមកពីចាក់សាក់លម្អខ្លួនខ្ញុំនឹងអាសនស្រឡាញ់សាក់នេះណាស់ តើកូនឯងសាក់យ័ន្តអ្វីដែរហ្នឹង បាទពុកខ្ញុំចាក់សាក់រូបនេះពុក កូនសាក់យ័ន្តនឹងមានដឹងថាជាសាក់យ័ន្តអ្វីដែរអត់ការសាក់យ័ន្តលើខ្លួនវាមិនមែនត្រឹមតែជាការលម្អខ្លួនទេវាគឺជាការដាក់អាគមការពារទៅតាមសាក់យ័ន្តដែលកូនបានចាក់នឹងណាកូន អញ្ចឹងកូននឹងអាចមានរឿងអ្វីដែរទេពុកបើកូនមិនដឹងរឿងរ៉ាវកូនចេះតែចាក់សាក់តែកូនស្រឡាញ់តែប៉ុណ្ណោះ នេះហើយទើបជាមូលហេតុដែលកូនសាក់យ័ន្តបែបនេះធ្វើឲ្យ
អ្នកដែលចេះមន្តអាគមគេនឹងមានចិត្តចង់សាកល្បងជាមួយកូនហើយណាកូន អញ្ចឹងកូនធ្វើមិនទៅបើកូនអាសនមិនចេះមន្តអាគមអ្វីបន្តិចផងហ្នឹង មិនអីទេកូនព្រឹកនេះពុកនឹងធ្វើពិធីលុបសាកយ័ន្តនេះចេញវិញតែនៅពេលដែលកូនរៀនចេះចប់មុនវិជ្ជាហើយចាំពុកចាក់សាកយ័ន្តឲ្យកូនវិញជាថ្មីតែពុកពិតជាឆ្ងល់ណាស់តើអ្នកណាជាអ្នកប្រាសាទមន្តអាគមនេះមកសាកល្បងនឹងយើងចឹងកូន បាទពុកការគូចាក់សាក់នោះរួចហើយកូននឹងអាសនបានដើរកាត់ភូមិមួយដែលនៅជិតភូមិយើងដែរនឹងហើយបានឮបុរសចំណាស់ម្នាក់និយាយថា បើឯងខ្លាំងមែនយប់នេះយើងនឹងសាកល្បងឯងដូន តើគាត់ចំណាស់ណាដែរកូន គាត់មើលទៅដំណាលនឹងពុកដែរតែកូនមិនយល់នឹងសម្ដីដែលគាត់និយាយទេហើយកូនក៏ដើរចាក់ចេញពីភូមិនោះមក មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ជិះនៅលើសត្វរមីធំមួយមកដល់ក៏ប្រើសត្វរមីនោះឲ្យរត់ទៅជន់ពួកគេពុកស្មានដឹងថាគាត់ជាសិស្សច្បងរបស់ខ្លួនក៏ប្រើមន្តអាគមសូត្រឲ្យសត្វរមីនោះបាត់ទៅពេលនោះពួកគេក៏បានជជែកប្រាប់ពីហេតុផលដែលបណ្ដាលឲ្យកើតរឿងនោះឡើងដោយសិស្សច្បងថាគាត់គ្រាន់តែចង់សាកល្បងសត្វមន្តអាគមទាំងអស់នេះដែលបានរៀនចេះចាំមកទេដោយឮថាក្មេងៗនិយាយពីសាកយ័ន្តរបស់ពួកគេផងនោះគាត់ក៏មិនមានបំណងធ្វើឲ្យនរណាមានគ្រោះថ្នាក់ឡើយតែបែរជាមកជួបសិស្សប្អូនដែលមានមន្តវិជ្ជាពូកែជាងគាត់ទៀតពេលនោះពុកក៏ញញឹមហើយសូមសិស្សច្បងឲ្យជួយបង្រៀននិងទទួលកូនគាត់ជាសិស្សចាប់ពីពេលនោះទៅ